9ចែកនឹង3បើសិនគេ9ចែកនឹង3ហើយយើងត្រូវប្រើមេគុណមេ3បើចែកនឹង4កូនប្រើមេគុណ4តើ9ចែកនឹង3ស្មើនឹងប៉ុន្មានតើយើងត្រូវធ្វើយ៉ាងម៉េចនៅពេលដែលកូនជួបវិធីចែកបែបហ្នឹងកូនត្រូវយកវិធីគុណមកគិតគេហៅថាយកមេគុណមកគិតណាបងប្អូនបាទបើសិនជា9ចែកនឹង3អញ្ចឹងគ្រូបញ្ជាក់កូនសិនណាលេខ9នេះគេហៅថាតំណាងចែកសញ្ញាចែកលេខ3នេះជាតួចែកសញ្ញាស្មើខាងក្រោយសញ្ញាស្មើនេះគឺជាផលចែកបងប្អូនចាំទេបាទនៅពេលដែលវិធីចែកបែបនេះគឺយើងប្រើវិធីគុណមកគិតដើម្បីរកផលចែកបាទ9ចែកនឹង3បើសិនគេ9ចែកនឹង3ហើយយើងត្រូវប្រើមេគុណមេ3ព្រោះនេះបងប្អូនប្រើមេគុណមេ3តើ3ប្រមាណដងបានស្មើនឹង9ឬតើ9មាន3ប្រមាណដងតើមើល3ម្ដង3 3 2ដង6 3 3ដង5 9អញ្ចឹង3ដង3 3ដងអញ្ចឹងពេលដែលកូនសោត3 3ដងស្មើនឹង9អញ្ចឹងមានន័យថាម៉េច9គឺមាន3 3ដងបាទ3 3ដងឬក៏9ចែកនឹង3គឺស្មើនឹង3រកប្រមាណដងឃើញហើយយើងយកមកដាក់ផលចែកតើណាឥឡូវលំហាត់មួយទៀត12ចែកនឹង4ស្មើនឹងប្រមាណទទួលបានម្នាក់ប្រមាណនៅពេលដែលឃើញបែបនេះវិធីចែកកូនត្រូវប្រើមេគុណបើចែកនឹង4កូនប្រើមេគុណ4តើប្រមាណដងបានស្មើនឹងតំណាងចែកតើ12នេះ12នេះមាន4ប្រមាណដងពេលកូនរកដងឃើញចំនួនដងនេះនឹងប្រអប់នេះគឺជាចម្លើយរបស់យើងជាផលចែកហើយណាហើយយើងសោតមក4ម្ដង4 4 2ដង8 4 3ដង12អញ្ចឹង12នេះមាន4 3 3ដងបើកូនឃើញហើយរកដងឃើញហើយនេះជាចម្លើយហើយណានេះជាចម្លើយហើយអញ្ចឹង12ចែកនឹង4ស្មើនឹង3កូនកុំភ្លេចណា12ចែកនឹង4គឺបាន3ម្នាក់